ជំរាបសួរបងប្អូននៅក្នុងវិស័យបាសាកីឡាក៏ដូចជាអ្នកចំមន់សាច់ដូចគ្នាហើយនេះមកអាប់ដេតកូនមន់កូនអាជួយទឹកដោះគោដោយសារតែមេបាចំនួនមុនវាងាប់អស់ហើយអានេះមីមេនេះកូនអាយួនណាកូនអាយួនជាមួយនឹងនាងអ៊ូខុងហើយសល់កូនបាន5មេ2ហ្នឹងពងទាំងពីរជាមួយនឹងអាឈ្មោល3គឺកំពុងតែវឹកហាត់ហើយមេនេះដែរពងបាន7គ្រាប់មានមេជីវិតទាំង7ហើយញាប់បាន6ហើយយើងដកវាមកក្រៅឲ្យវាធំទលេតិចនៅសល់ពងមួយកំពុងតែចោះសបហើយអាកាសធាតុបែបហ្នឹងយើងអាចយកចេញមកក្រៅបានបាញ់ទឹកវាបន្តិចទៅតាមបទពិសោធន៍កន្លងមកដែលខ្ញុំចំការដាក់បែបនេះមុននឹងតម្លាក់ចុះដីឬក៏លែងឲ្យវាដើរគឺកូនមន់នៅសល់ស្ទើរតែទាំងអស់ព្រោះថាយើងដាក់ក្នុងហ្នឹងកដោវាអត់ស៊ីទេអត់អាចស៊ីបានទេហើយក៏វាអត់ចេញដែរវាមិនថាមានប្រយោជន៍ការពារកដោទេវាជួយឲ្យអាកាសធាតុប្រែប្រួលហ្នឹងអត់ធ្វើឲ្យប៉ះពាល់ដល់មន់ទេបើខែត្រជាក់ក៏ល្អខែនេះយើងយកស្បៃយកកណាត់សើមគ្របពេលថ្ងៃមកអញ្ចឹងអាកាសធាតុនៅក្នុងហ្នឹងក៏ល្អបន្ទាប់មកដល់ពេលយប់យើងយកស្បៃគ្របវាពីលើកុំឲ្យមូសចូលខាំអញ្ចឹងអត់ឈឺទេសុខភាពវាល្អតែកំណត់នេះបានតែចិញ្ចឹមមន់ជុលឬក៏ចិញ្ចឹមមន់លក្ខណៈគ្រួសារណាយើងធ្វើបែបធម្មជាតិបើចិញ្ចឹមមន់កាប់ផ្សាញ់គេមានពូកម្ដៅមានអីតែនេះអត់ទេមិនប្រើពូកម្ដៅអត់ប្រើអីទេបើចាំពូកម្ដៅមេវាកម្ដៅទៅដល់ពេលបន្តិចយូរបន្តិចទៅមេវាចាប់ដើមរោពងវិញហើយកូនក៏ដុះរោមពេញ